ในกรณีนี้ตัวไอ้ก็บอกยืนควีนกรานแต่เจสันเลเวลมวยในสลายโยธีเดอะโคเคอร์มวยกิขมีนทำมาปูลพิเศษขมีนฐานะพิเศษให้ไตรบานกีทัวบับได้มนุมสเตอร์แต่กรบขณีสลานี้อนุวัตฉบับแต่มวยกดเนครั้งไอทั่วไว้ก็บ้านตามเจ็ดชีวิตระบบควินคือลำบากต่างปีเกบัดบ้องเอาปกมาได้ในขนังสังเกรียมปกกดบันบุมราการเงจุนรัฐาธิบาลให้บันสลับขนงสมรภูมิโดยบันสอลตุกควินไอเนื้อมันแองจะมือหนังสือเผาบัดจิตโดยจำไล่มวยและจีกาโดจงเกล้าระบบปกกดสำหรับเกตู้ใบจีเกพี่ยิ้มอย่างนาก็ได้ก็เกมันไอเบิกวิบานได้ระหดดอทไงมวยดาวใจดอนดำเนาะเชียมปิจรมระกเกบานสรอกแต่เลือเสียเพนูหายนูให้จิเปได้ละไว้กรุบย่างพลาดประโดสิเพนูสรับแต่ดำนากาให้รเลียโจตะครนคล้วนระบอกเกโดยดอเศร้าทำมาโปยสำงัดมวยคือ Vampire System ในขนมปีพบโลกด้านมนุษย์การเมามีจำเนียงแต่มวยควีนบันตะตัวทำมาโปยดำใบดอเศร้าจำเนียงจิชรันเตียดให้บรรทอหลางเลเวลนี่คือจีเรื่องราวในระเบียบแต่ขไม่ปลอกเมียอำนาจมาแนกจับประดานการเงือบล้างปีแนกซ้อยบงพัดในโครงสลาเตยเจียไว้มุ้ยเด็กกู้ไอเพคลาอย่างคลังเรื่องจับประดามชิมวยกรมเสื้อได้กำปุงด้าตามเพลอจะเจ๊กเนียอัมปีกาประลองตู้ใบชิปุเคกำปุงปรังไปอย่างคลังดำใบดำลังเลเวลทำเอาปลพิเศษระบบปุเคก็ได้ขมิงสรีมันแนกครองจำนาอมนุต่อเวงท้าการอบรมมูลฐานในตัดสำคัญเพราะมันแมนกรุบเนียสุดแต่เมียนสำนางบานท่ามาปลคลังนูตีเนียงบันแทมท้าซื้อเพกชรานเหมือนเมียนลัทเพียรเต้งเสียเผยทามาปลนูตีลูตราแต่รัฐาพิบาลใจจูนมันตัวปิโจลสลายโยเทียหรือโดยเฉเนกขมิงโปรมันแนกระลกพเนกให้ในใหญ่ท่าเสียเผยฟรีเต็งนูสดได้จีสำรามขมีนจำนีนเลาะไอเต้ขมิงโปรมันแนติดลูกหมอดท้าแน่ได้มีนสำนังปัดประกอบคือแน่ได้การมอมีนทามาปลพิเศษสลับโดยซาแต่ปูเกเต็บแนบเสียงเตียดบานปล่อยท่ามาปูหนึ่งเกได้ប៉ុន្តែក្មេងប្រុសទី1មិនយល់ស្របហើយតបវិញថាពួកក្មេងដែលមានធម៌ពលទាំងនោះមិនមែនធ្វើវាដោយចិត្តល្អទេនៅពេលដែលពួកដាល់ខីមកវីប្រហារពួកគេគ្មានជំរឿក្រៅពីប្រយុទ្ធទេបើមិនចឹងទេគ្រប់គ្នានឹងត្រូវចប់ហើយនៅពេលដែលសើទាំង3នាក់ដើរកាត់ក្មេងស្រីម្នាក់ដែលឈរនៅលើចិញ្ចើមផ្លូវពួកគេនៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចអំពីធម្មពលខណៈដែលនាងឈរចាំនរណាម្នាក់យ៉ាងស្ងៀមស្ងាត់ភ្លាមនោះភ្នែករបស់នាងបានប្រទះឃើញសិស្សម្នាក់ហ្វូងមនុស្សក៏ចាប់អារម្មណ៍ដែរដោយខ្សឹបប្រាប់គ្នាថាគេមិនត្រឹមតែជាមុខមាត់សាទេប៉ុន្តែជាបរិះតែម្នាក់គត់ដែលបានដល់ level 4 គឺ Major Warden នៅពេល Warden ដើរកាត់ក្មេងស្រីនោះបានខ្វាត់គេឲ្យសួរធម្មតាថាតើគេទំនេរញ៉ាំអាហារពេលល្ងាចដែរឬទេ Warden ឆ្លើយថាទំនេរប៉ុន្តែមុនពេលនរណាម្នាក់អាចមានប្រតិកម្មក្មេងប្រុសម្នាក់បានរត់យ៉ាងលឿនតាមផ្លូវដោយជាគេយឺតពេលសម្រាប់រឿង anime ផ្ទាល់ខ្លួនរបស់គេបុរសពីរនាក់ដេញតាមគេដោយស្រែកឲ្យគេឈប់ក្មេងប្រុសដែលកំពុងរត់នោះងាកក្រោយលើកម្រាមដៃកណ្ដាលដាក់ហើយបន្តរត់ទៀតប៉ុន្តែផ្ទុំពីការរំពឹងទុកគេងាកទៅមុខហើយឃើញ Warden ឈរនៅពីមុខគេយឺតពេលហើយគេបានបុក Warden ដោយដំឡូងហោះហើយដួលទៅលើដីនៅពេលគេព្យាយាមក្រោកឈរក្មេងស្រីនោះរត់មកមើលដោយក្តីបារម្ភហើយសួរថាគេមិនអីទេមុនពេលគេអាចនិយាយអ្វីបានអ្នកដេញតាមទាំងពីរអ្នកនោះក៏មកដល់ហើយចាប់ផ្ដើមវាយគេយ៉ាងដំណំក្មេងស្រីនោះមើលទៅភ័យខ្លាចហើយ Warden ក៏សម្គាល់ថានាងច្បាស់ជាមិនសប្បាយចិត្តនឹងការមើលឃើញការវាយតប់នេះទេដោយមិននិយាយមួយម៉ាត់គេចូលទៅអន្តរាគមន៍ហើយប្រើធម្មពលវេទមន្តរបស់គេដើម្បីរុញបុរសដែលកំពុងវាយនោះឲ្យខ្ទាតទៅឆ្ងាយពីជនរងគ្រោះដោយរុញចេញយ៉ាងលយនៅពេលក្មេងប្រុសនោះដួលដល់ដីគេព្យាយាមក្រោកឡើងប៉ុន្តែអ្នកដេញតាមគ្រាន់តែសើចចំអកឲ្យគេហើយប្រមានឲ្យគេនៅឲ្យស្ងៀមដោយមិនខ្វល់ពួកគេដើរចេញទៅ
ធ្វើដូចជាពួកគេទើបតែបញ្ចប់ side quest អញ្ចឹងក្នុងពេលនោះដែរក្មេងប្រុងរងគ្រោះបាំងក្រោកឈរយឺតដោយគិតថារឿងអត់ប្រយោជន៍នេះកើតឡើងជារៀងរាល់ថ្ងៃការគំរាមកំហែងដដែលព្រឹកថ្មីហ្វូងមនុស្សសម្លឹងមើលគេមួយសន្ទុះមុនពេលចាប់ផ្ដើមខ្សឹបខ្សោវខ្លះហៅគេថាជាមនុស្សល្ងងអ្នកផ្សេងទៀតសាយឲ្យចង្អុលដឹងថាគេគឺជាបរិសសំណាងអាក្រក់មកពីថ្នាក់របស់ពួកគេគឺ Queen គេមិនមានប្រតិកម្មអ្វីទេគេគ្រាន់តែបន្តដើរដោយអូសជើងដូចជា NPC ដែលអស់កម្លាំងដោយគិតថាក្នុងពិភពលោកដ៏រញ៉េរញ៉ៃនេះការដែលមិនមានធម៌ពលពិសេសមានអារម្មណ៍ដូចជាឧចកម្មមួយគេក៏ដើរត្រង់ទៅផ្ទះដោយភ្នែកស្រអាប់និងខួរក្បាលស្មុគស្មាញនៅពេលគេដើរចិត្តរបស់គេនឹករលឹកទៅដល់របស់តែមួយគត់ដែលឪពុកម្ដាយគេបន្សល់ទុកឲ្យគឺសៀវភៅធម្មពល6ឆ្នាំមុននៅពេលដែលគេនៅផ្ទះម្នាក់ឯងមានជនចម្លែក2នាក់បានបង្ហាញខ្លួននៅមុខទ្វារ Queen បានបើកទ្វារដោយគិតថាវាអាចជាអ្នកដឹកជញ្ជូនឬការបោកប៉ះផ្ទុយទៅវិញបុរសទាំងនោះបានហុចសៀវភៅធម្មពលឲ្យគេហើយប្រាប់ដំណឹងដ៏រន្ធត់ឪពុកម្ដាយរបស់គេបានស្លាប់នៅក្នុងការប្រយុទ្ធក្នុងសង្គ្រាមដាល់ឃីឥឡូវនេះនៅក្នុងបន្ទប់របស់គេឈរដូចរូបសំណាកសម្លឹងមើលសៀវភៅនោះវាគឺជាអ្វីគ្រប់យ៉ាងដែលគេនៅសល់ប៉ុន្តែគេមិនអាចសំបីតែបើកវាបានគេសាកល្បងម្ដងទៀតប៉ុន្តែនៅតែមិនបានគេដកដង្ហើមធំដោយដឹងថាគេប្រហែលជាត្រូវទទួលយកកញ្ចប់ចាប់ផ្ដើមដែលរដ្ឋាភិបាលចេញឲ្យពីសាលាប៉ុណ្ណោះភ្លាមនោះឈាមបានស្រក់ពីច្រមុះរបស់គេជេរតិចជូតវាចេញយ៉ាងលឿនហើយកត់សម្គាល់ថាឈាមខ្លះបានធ្លាក់ទៅលើសៀវភៅនៅពេលគេជូតវាសារធាតុចម្លែកមួយយ៉ាងចាប់ផ្ដើមកើតឡើងសៀវភៅធម្មពលផ្លាស់ប្ដូរពណ៌ដូចជាវាអេរ៉ូហើយបន្ទាប់មកចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ក្រហមយ៉ាងខ្លាំង Queen គៀងខួរក្បាលរបស់គេស្រែកថាស្អីគេនឹងមុនពេលគេអាចព្រឹកភ្នែកបានស្រួលបួលផងធម្មពលពណ៌ក្រហមនោះបានបាញ់ចូលទៅក្នុងក្បាលរបស់គេដូចជាការ download ទិន្នន័យគេស្រឡាំងកាំងធ្វើអ្វីមិនកើតមួយសន្ទុះក្រោយមកពន្លឺពណ៌ក្រហមទាំងអស់បានចូលក្នុងខ្លួនគេហើយក្បាលរបស់គេមានអារម្មណ៍ធ្ងន់ដូចថ្មបន្ទាប់មកការជូនដំណឹងទុយមួយបានលេចឡើង New ability unlocked Vampire បានដោះសរសមត្ថភាពថ្មីបិសាចចិញ្ចុកឈាមប៉ុន្តែមុនពេលគេអាចអានបន្តក្បាលរបស់គេវិលដោយកង្ហាខូចហើយគេក៏សន្លប់បោកមុខទៅនឹងអិចឈុតឆាកបានត្រឡប់ទៅអតីតកាលដែល Queen ពេលនៅតូចកំពុងមើលក្មេងៗលេងយ៉ាងសប្បាយរីករាយគេដើរទៅហើយសួរថាតើគេអាចចូលលេងផងបានទេប៉ុន្តែជំនួសឲ្យការឆ្លើយតបដោយរាក់ទាក់ក្មេងៗទាំងនោះបានរត់ចេញដោយស្រែកថាក្មេងកំព្រាគ្មានសីលធម៌ទេហើយពួកគេមិនចង់លេងជាមួយមនុស្សដូចគេឈឺចាប់ណាស់ភ្លាមនោះទាហានពីរនាក់ដែលបានផ្ដល់ដំណឹងដ៏ក្រៀមក្រំអំពីឪពុកម្ដាយរបស់គេបានបង្ហាញខ្លួននៅពីក្រោយគេដូចជាខ្មោចពួកគេទាំងពីរលើកកញ្ចក់ឡើងដោយនិយាយថាឪពុកម្ដាយរបស់គេបានស្លាប់នៅក្នុងសង្គ្រាមប៉ុន្តែនៅពេលដែល Queen មើលកញ្ចក់គេមិនឃើញខ្លួនឯងទេគេឃើញបិសាចមួយកំពុងសម្លឹងមកវិញភ្លាមនោះភ្នែករបស់គេបើកឡើងវាគ្រាន់តែជាសុបិនប៉ុណ្ណោះប៉ុន្តែមុនពេលគេអាចសម្រាកបានមាននរណាម្នាក់ចាប់ផ្ដើមគូសទ្វារមុខរបស់គេយ៉ាងខ្លាំងសំឡេងមួយស្រែកថាប្រសិនបើគេមិនបើកទ្វារមុនរាប់ដល់3ទេនឹងមានបញ្ហាហើយនៅពេលសំឡេងនោះចាប់ផ្ដើមរាប់ Queen ប្រញាប់ទៅបើកទ្វារហើយឃើញ Sergeant Griff ឈរនៅខាងក្រៅ Griff សួរថាហេតុអ្វីបានជាយូរម្ល៉េះ
Queen ប្រញាប់សុំទោសដោយនិយាយថាគេដេកជ្រុលហើយមិនបានឮសំឡេងគូសទ្វារ Sergeant ធ្វើមុខក្រញ៉ូហើយចង្អុលទៅឡានដែលចតនៅខាងក្រៅដោយប្រមានថាប្រសិនបើ Queen មិនរួចរាល់ក្នុងរយៈពេល2នាទីទេពួកគេនឹងចាកចេញដោយគ្មានគេ Queen ចាប់ផ្ដើមភ័យស្លន់ស្លោគេនឹកឃើញថាបានដេកលក់ខណៈពេលកំពុងមើលសិភ័យសមត្ថភាពហើយប្រញាប់ចូលទៅខាងក្នុងភ្នែករបស់គេធ្លាក់ទៅលើវ៉ែនតាដែលបែករបស់គេនៅលើអេតនៅពេលគេរើសវាឡើងគេបានដឹងរឿងចម្លែកមួយគេអាចមើលឃើញច្បាស់ដោយមិនចាំបាច់ពាក់វ៉ែនតាមុនពេលគេអាចគេតបន្ថែមមន្ទីរវា Griff ស្រែកម្ដងទៀតដោយប្រាប់គេឲ្យប្រញាប់ Queen រៀបចំកាបូបយ៉ាងលឿនហើយរត់ចេញទៅទាំងនៅតែសុំទោសគេឡើងលើឡានក្រុងហើយឃើញ Warden អង្គុយនៅខាងមុខកៅអីក្បែរនោះទំនេរដូច្នេះ Queen សួរដោយសុភាពថាតើគេអាចអង្គុយទីនោះបានឬទេ Warden ដោយមិនទាំងនៅមុខគេផងនិយាយថាកៅអីនោះមានគេអង្គុយហើយ Queen មិនប្រកែកទេគេដឹងពីរបៀបដែលរឿងនេះដំណើរការគេមើលជុំវិញឡានក្រុងហើយដឹងថាគ្រប់កៅអីទាំងអស់សុទ្ធតែមានគេអង្គុយគេឈរនៅទីនោះ 2-3 វិនាទីដោយមិនដឹងថាត្រូវធ្វើអ្វីភ្លាមនោះមានដៃមួយក្រវីពីជួរក្រោយបង្អស់មានម្នាក់ធ្វើកាយវិការហៅ Queen ឲ្យទៅអង្គុយក្បែរគេ Queen ដើរទៅរកកៅអីនោះដោយលួចកោតសរសើរភាពរស់រាយរាក់ទាក់របស់បុរសនោះនៅពេលគេអង្គុយចុះក្មេងប្រុសនោះណែនាំខ្លួនថាឈ្មោះ Warden Queen ញញឹមបន្តិចហើយណែនាំខ្លួនថាជា Queen Talent ភ្លាមនោះសត្វហោះតូចមួយបានបង្ហាញខ្លួននៅក្បែរគេអមដោយផ្ទាំង status panel មួយ Queen សម្លឹងមើលវាដោយភាពច្របល់ព្យាយាមយល់ពីអ្វីដែលទើបតែកើតឡើងស្ថានភាពប្រែជាឆ្កាំឆ្គងបន្តិចនៅពេល Queen សួរ Warden ថាតើគេអាចមើលឃើញសត្វហោះនៅក្បែរនោះដែរឬទេទោះជាយ៉ាងណាក៏ដោយ Warden បែរជាឆ្ងល់ហើយស្ថានភាពកាន់តែឆ្កាំឆ្គងរហូតដល់ Warden បំបែកភាពស្ងៀមស្ងាត់ដោយសួរថាសមត្ថភាពរបស់ Queen គឺជាអ្វី Queen គ្រាន់តែនិយាយថាគេមិនមានទេ Warden មើលទៅភ្ញាក់ផ្អើលហើយនិយាយថានេះជាលើកទី1ហើយដែលគេឮរឿងបែបនេះ Queen ងក់ក្បាលពន្យល់ថាមនុស្សដូចគេគឺកម្រណាស់ពិសេសនៅអាយុនេះដែលភាគច្រើនមានសមត្ថភាពរួចហើយភ្លាមនោះ Sergeant Griff ស្រែកពីខាងមុខឡានក្រុងប្រាប់ឲ្យគ្រប់គ្នាស្ងៀមព្រោះគាត់ឮសំឡេងរំខានពីខាងក្រោយទាំង Queen និង Warden ឈប់និយាយ Queen បង្វែរការយកចិត្តទុកដាក់របស់គេទៅសត្វដែលកំពុងហក់និង status panel នៅពីមុខគេនឹកឃើញថាមពូលពណ៌ក្រហមពីសៀវភៅសមត្ថភាពដែលហូរចូលក្បាលរបស់គេហើយចាប់ផ្ដើមឆ្ងល់ថាតើសៀវភៅនោះបានរលាយចូលជាមួយគេឬយ៉ាងណាគេនៅតែសម្លឹងមើល status panel ដោយសង្ឃឹមថានឹងមានតម្រុយខ្លះប៉ុន្តែវាមិនផ្ដល់អ្វីដែលមានប្រយោជន៍សោះមួយសន្ទុះក្រោយមកឡានក្រុងចេញពីផ្លូវរូងក្រោមហើយពន្លឺព្រះអាទិត្យដ៏ភ្លឺចន្ចាន់បានជះចូលមកខាងក្នុងនៅពេលពន្លឺប៉ះរាងកាយរបស់ Queen គេស្រាប់តែមានអារម្មណ៍ទន់ខ្សោយហើយចាប់កាន់កៅអីដើម្បីទប់ខ្លួនព្យាយាមដកដង្ហើមបន្ទាប់មក status panel បញ្ចេញពន្លឺព្រមាន Queen ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ហើយស្ថិតិ stats របស់គេបានធ្លាក់ចុះ 50% ឃើញបែបនេះ Queen កាំងដោយតក់ស្លុតដោយដឹងថាពន្លឺព្រះអាទិត្យគឺពិតជាគ្រោះថ្នាក់ដល់ជីវិតសម្រាប់គេដោយមិនអង់យូរគេទាញវាំងនានឡានក្រុងមកបិទយ៉ាងលឿនដើម្បីបាំងពន្លឺព្រះអាទិត្យគេឆ្ងល់ថាតើនេះជាជីវិតថ្មីរបស់គេឬត្រូវគេចពីពន្លឺព្រះអាទិត្យដូចជាគេចពីអន្ទាក់ឡាស៊ែរក្នុងរឿងចារកម្ម
ភ្លាមនោះ status panel លេចឡើងនៅការជូនដំណឹងថ្មីមួយដោយនិយាយថាសុខភាពរបស់គេចាប់ផ្ដើមងើបឡើងវិញហើយព្រោះគេមិនស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ទៀតទេអានចប់ Queen ដកដង្ហើមធំដោយធូរស្រាលបន្តិចទីបំផុតអាចស្ងប់ចិត្តបានខ្លះដោយដឹងថាឥទ្ធិពលនៃព្រះអាទិត្យមិនមែនជារៀងរហូតទេ Warden ដែលអង្គុយក្បែរគេដូចជាសត្វកំព្រុកដែលចង់ដឹងចង់ឃើញក្រឡេកមើល Queen ឲ្យឆ្ងល់គេសួរថាមានរឿងអីព្រោះ Queen មើលទៅស្លេកដូចសិស្សមហាវិទ្យាល័យដែលមិនបានដេកពេញមួយយប់ Warden ហុចដបទឹកឲ្យហើយប្រាប់គេឲ្យផឹកទៅ Queen ប្រញាប់យកវាហើយនិយាយថាគេគ្រាន់តែដេកមិនបានលាស់កាលពីយប់មិញនៅពេលគេផឹកទឹកគេអរគុណ Warden សម្រាប់ជំនួយប៉ុន្តែបន្ទាប់មក Boom status panel លេចមកម្ដងទៀតវាបង្ហាញសារថ្មីមួយ Daily Mission Drink 2 liters of water Progress started បេសកកម្មប្រចាំថ្ងៃផឹកទឹក2លីត្រដំណើរការបានចាប់ផ្ដើម Queen អានវាហើយគៀងនៅក្នុងពេលមួយដោយតុក្កតាគេបានព្រោះទឹកចេញមកវិញទាំងអស់ដោយបាញ់ត្រង់ទៅមុខដូចកំភ្លើងទឹកដែលខូចអ្នកដែលសំណាងអាក្រក់អង្គុយនៅខាងមុខគេទ្រឹវទឹកសើមសក់អស់សិស្សនោះស្រែកយ៉ាងខ្លាំងប្រហែលជាគិតថាមានភ្លៀងធ្លាក់ក្នុងឡាន Sergeant ឮសំឡេងស្រែកហើយក៏ខឹងក៏ចាប់ផ្ដើមស្រែកដាក់សិស្សដែលសើមនោះហើយហៅឲ្យទៅខាងមុខសិស្សដែលសើមចង្អុលទៅ Queen ដូចជានៅក្នុងតុលាការប៉ុន្តែ Queen ធ្វើមុខស្មូតសម្លឹងមើលកៅអីឡានក្រុងទាំងកំពុងគិតយ៉ាងជ្រៅធ្វើពុតដូចជាមិនដែលឃើញដបទឹកក្នុងជីវិតក្នុងពេលនោះដែរ status panel អណ្ដែតយ៉ាងស្ងៀមស្ងាត់នៅពីមុខគេហើយ Queen ចាប់ផ្ដើមគិតរឿងនេះមិនធម្មតាទេថាមពលពិសេសរបស់អ្នកផ្សេងទៀតគឺនិយាយអំពីជំនាញពាក្យលាក់មួយពួកគេអានសិថៅភូងថាមពលត្រូវបានដោះសោប៉ុន្តែសម្រាប់គេថាមពលរបស់គេមកជាមួយមីនុយបេសកកម្មនិងផ្ទាំង pop up វាមានអារម្មណ៍មិនដូចជីវិតពិតទេតែដូចជាគេជាប់នៅក្នុងវីដេអូហ្គេមដែលមានកំណត់ហេតុ patch notes ប៉ុន្តែឥឡូវនេះគេមានភ្នែកច្បាស់ជាងមុនប៉ុន្តែក្រៅពីនោះគេមិនដឹងថាសមត្ថភាពពិតរបស់គេជាអ្វីទេវាដូចជាការបើកប្រអប់អត្ថាកំបាំងហើយទទួលបានការណែនាំជាភាសាមនុស្សក្រៅពិភពគេងាកទៅសួរ Warden ថាតើគេគិតយ៉ាងណាចំពោះរឿងចម្លែកទាំងអស់នេះប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលទៅគាត់ឃើញបុរសនោះកំពុងស្រមុកបាត់ទៅហើយនៅពេលដែលគាត់សម្លឹងទៅផ្នែកខាងមុខនៃឡានក្រុង Queen គាត់សម្គាល់ឃើញនូវអ្វីដែលចម្លែកអ្នកផ្សេងទៀតត្រូវបានសន្លប់ស្ទុះស្ទឹងហាក់ដូចជាពួកគេបានជប់លៀងយ៉ាងខ្លាំងហើយដេកដួលទាំងអស់គ្នាគាត់អេះក្បាលដោយការភ័ន្តច្រឡំឆ្ងល់ថាម៉ោងគេងត្រូវបានប្រកាសនៅពេលណានៅពេលនោះហើយដែលក្លិនដ៏ចម្លែកមួយបានចូលមកក្នុងច្រមុះរបស់គាត់ប្រហាក់ប្រហែលនឹងស្រោមជើងហាត់ប្រាណដែលហួសកាលកំណត់លាយជាមួយនឹងសារធាតុគីមីក្នុងពេលជាមួយគ្នានោះផ្ទាំងស្ថានភាព status panel បានលេចឡើងដោយប្រមានគាត់ថាបានរកឃើញឧស្ម័នពុលក្នុងខ្យល់មុនពេលដែលគាត់អាចមានប្រតិកម្មទីហ៊ានម្នាក់ដើរយ៉ាងក្អេងអាងតាមផ្លូវដើរហាក់ដូចជាគាត់ជាម្ចាស់កន្លែងនេះបុរសនោះគាត់សម្គាល់ឃើញ Queen នៅតែដេកលក់ហើយមិនបង្អង់យូរទេគាត់ដកក្រណាត់ដែលត្រាំក្នុងឧស្ម័នដ៏ចម្លែកនោះហើយទះវាទៅលើមាត់របស់ Queen ហាក់ដូចជាគាត់កំពុងដាក់ទារកឲ្យគេងដោយគ្មានការយល់ព្រម Queen ព្យាយាមតស៊ូយ៉ាងខ្លាំងប៉ុន្តែផ្ទាំងស្ថានភាពប្រាប់គាត់យ៉ាងស្ងប់ស្ងាត់ថាគាត់កំពុងមានអារម្មណ៍ងងុយគេងហាក់ដូចជាវាគ្រាន់តែជាថ្ងៃអង្គារធម្មតាមួយក្នុងរយៈពេលប៉ុន្មានវិនាទីអ្វីៗក៏ងងឹតឈឹង
2-3 ម៉ោងក្រោយមកភ្នែករបស់ Quinn បើកឡើងភ្លាម Voden ឈរនៅក្បែរគាត់ដោយញញឹមហាក់ដូចជាគាត់ទើបតែភ្ញាក់ពីការធ្វើ spa Quinn មើលជុំវិញហើយដឹងថាពួកគេមិននៅលើយានជំនាញទៀតទេផ្ទុយទៅវិញពួកគេស្ថិតនៅក្នុងសាលដ៏ប្រណិតមួយជាមួយសិស្ស4នាក់ផ្សេងទៀតគាត់ងាកទៅរក Voden ហើយសួរថាពួកគេនៅឯណាហើយ Voden ញញស្មាដោយនិយាយថានេះអាចជាសាលាយោធាទោះបីជាគាត់មិនច្បាស់ដូចសត្វកំប្រុកដែលទាយតម្លៃភាគហ៊ុនក៏ដោយ Quinn ក្រឡេកមើលម្ដងទៀតក្រៅពីគាត់និង Voden មានសិស្ស3នាក់ទៀតនារី2នាក់គឺ Eileen និង Ayla និងបុរសម្នាក់ឈ្មោះ Peter ភ្លាមនោះទ្វារសាលបានបើកឡើងដោយជាការណែនាំក្នុងភាពយន្តហើយបុរសម្នាក់និងស្ត្រីម្នាក់ដើរចូលមកស្ត្រីនោះឈ្មោះ Jane ស្លៀកពាក់យ៉ាងស្អាតដោយគ្រូបង្រៀនដែលមានអំណាចបានដើរតម្រង់ទៅរកសិស្សចំណែកឯបុរសនោះប្រាប់ពួកគេកុំឲ្យភ័យស្លន់ស្លោដោយធានាពួកគេថានេះគ្រាន់តែជាការធ្វើតេស្តកម្រិតដំបូងមួយចំនួនមុនពេលចូលរួមក្នុងសាលាគាត់ប្រាប់អ្នកគ្រប់គ្នាឲ្យឈរស្ងៀមហើយកុំធ្វើចលនារហូតដល់ឈ្មោះរបស់ពួកគេត្រូវបានហៅមួយសន្ទុះក្រោយមកបរិសនោះហៅឈ្មោះ Peter Chuck Quinn លើកចិញ្ចាមឡើងដោយឆ្ងល់ថាហេតុអ្វីបានជាការធ្វើតេស្តចាប់ផ្ដើមភ្លាមហាក់ដូចជាថ្ងៃប្រឡងឆ្អាក់ Peter ដើរទៅមុខដោយភ័យព្រួយខណៈដែល Jane ប្រាប់អ្នកផ្សេងទៀតឲ្យសម្រាកបន្ទាប់មកសួរ Peter យ៉ាងស្ងប់ស្ងាត់អំពីសមត្ថភាពរបស់គាត់ Peter ស្តាក់ស្ទើរមួកសន្ទុះមុនពេលសារភាពថាគាត់មិនទាន់មានសមត្ថភាពអ្វីនៅឡើយទេសិលនៅក្នុងបន្ទប់មើលទៅគាត់ហាក់ដូចជាគាត់ទើបតែទម្លាក់គ្រាប់បែកម្នាក់ហាមមាត់ប៉ុន្តែ Quinn នៅតែស្ងប់ស្ងាត់ដោយដឹងថាគាត់មិនមែនជាមនុស្សតែម្នាក់ដែលគ្មានសមត្ថភាពនៅក្នុងពិធីជប់លៀងវីរបុរសនេះទេ Jane ប្រាប់ Peter យ៉ាងស្ងប់ស្ងាត់ថាមិនអីទេបុរសដែលនៅក្បែរនាងបើកសៀវភៅដែលមានរូបរាងអាតកំបាំងមួយដែលស្រាប់តែចាប់ផ្ដើមបញ្ចេញពន្លឺនិងសំឡេងដូចជាឧបករណ៍កម្រិតខ្ពស់ Jane បន្ទាប់មកបង្ហាញសញ្ញាឲ្យ Peter ដើរទៅមុខពន្យល់ថាគាត់អាចទទួលបានថាមពលអរូបីដោយប្រើសៀវភៅនោះផងដែរ Peter ដើរទៅមុខចាប់យកសៀវភៅហើយសម្លឹងមើលវាហាក់ដូចជាវាធួពីដុំមាសគាត់និយាយទាំងរំភើបដោយសួរថាវាពិតជាឥតគិតថ្លៃមែនទេហើយថាតើគាត់នឹងទទួលបានថាមពលពីវាពិតមែនឬអត់ Jane ងក់ក្បាលហាក់ដូចជារឿងធម្មតានិងនិយាយថាពួកគេនឹងចាត់ថ្នាក់គាត់ជាកម្រិត1 Level 1នាងប្រាប់គាត់ឲ្យអានសៀវភៅនៅពេលទំនេរហើយត្រឡប់មកវិញសម្រាប់ការធ្វើតេស្តនៅពេលណាដែលគាត់មានអារម្មណ៍ថារួចរាល់មុខរបស់ Peter ភ្លឺឡើងហាក់ដូចជាគាត់ទើបតែឈ្នះរង្វាន់ PS5 គាត់អរគុណពួកគេយ៉ាងគួរសមហើយភ្លាមនោះខ្សែដៃ Digital មួយបានលេចចូលខ្លួនជុំវិញកដៃរបស់គាត់វាពិតជាទំនើបនិងមើលទៅដូចរបស់វិទ្យាសាស្ត្រភ្លាមបន្ទាប់មកខ្សែដៃស្រដៀងគ្នានេះបានលេចចូលនៅលើកដៃរបស់មនុស្សគ្រប់គ្នា Quinn សម្លឹងមើលរបស់គាត់ហាក់ដូចជាវាទើបតែចេញពីប្រអប់ធានាAyla ដែលជានារីនៅក្បែរគាត់ក៏សម្គាល់ឃើញហើយញញឹមនិយាយថាវាជារឿងធម្មតានាងពន្យល់ថាវារក្សាទុកព័ត៌មានទាំងអស់របស់ពួកគេនិងធ្វើឲ្យជីវិតមានភាពងាយស្រួលជាមូលដ្ឋានវាគឺជានាឡិកាឆ្លាតវៃរបស់យោធាដែលមានឯកភាព0នៅពេលនោះ Jane ហៅឈ្មោះ Quinn Talon គាត់ដើរទៅមុខយ៉ាងស្ងប់ស្ងាត់ Jane សួរថាតើគាត់មានសមត្ថភាពដែរឬទេ Quinn និយាយថាអត់ទេដូច Peter ដែរគ្មានការភ័យស្លន់ស្លោគ្មានការសម្ដែងគឺគ្រាន់តែទីភាពស្មោះត្រង់ Jane ផ្ដល់ឲ្យគាត់នូវការឆ្លើយតបដ៏កក់ក្ដៅដូចគ្នាហើយបុរសដែលនៅក្បែរនាងក៏បើកសៀវភៅដែលមានពន្លឺនោះម្ដងទៀតហាក់ដូចជាគាត់ហៀបនឹងកោះហៅថរ Quinn ចាប់យកសៀវភៅប៉ុន្តែផ្ទាំងស្ថានភាពបង្ហាញការជូនដំណឹងយ៉ាងត្រជាក់ថាអ្នកមិនអាចរៀនសមត្ថភាពនេះបានទេគាត់ព្រិចភ្នែកដោយព្យាយាមយល់ពីវាជំនួសឲ្យការភ័យស្លន់ស្លោគាត់គិតយ៉ាងស្ងប់ស្ងាត់ថា
ដោយសារអ្នកផ្សេងទៀតអាចរៀនបានតែមួយសមត្ថភាពហើយគាត់មិនអាចរៀនមួយនេះបាននោះប្រហែលជាគាត់មានមួយរួចហើយភ្លាមនោះផ្ទាំងនោះក៏ផ្ដល់ឲ្យគាត់នៅបេសកកម្មបន្តបន្សំបដូរសៀវភៅយក10 XP Queen ចង់ធ្វើវាប៉ុន្តែគាត់ដឹងថាវានឹងបង្កឲ្យមានសំណួរជាច្រើនប្រសិនបើគាត់ព្យាយាមប្រគល់វាវិញនៅពេលក្រោយទូយ៉ាងណាក៏ដោយនៅពេលដែល Jane ងាកទៅហៅសិលបន្ទាប់ Queen ស្រាប់តែនិយាយឡើងគាត់លើកដៃហើយនិយាយថាគាត់មិនចង់បានសៀវភៅនោះទេបន្ទប់ទាំងមូលស្ងាត់ឈឹងភ្ញាក់ផ្អើលភ័ន្តច្រឡំចង់ដឹងចង់ឃើញគ្មាននរណាម្នាក់នឹកស្មានដល់រឿងនេះទេមិនដូចសិស្សផ្សេងទៀតដែលច្បាក់ជាកំពុងបាត់បង់ស្មារតី Jane នៅតែរក្សាភាពត្រជាក់និងប្រមូលអារម្មណ៍បាននាងសួរយ៉ាងស្ងប់ស្ងាត់ថាតើ Queen ពិតជាមិនអីក្នុងការបដិសេធសៀវភៅនេះដោយព្រមនាថាគាត់នឹងត្រូវស្វែងរលរឿងរ៉ាវដោយខ្លួនឯងនៅពេលក្រោយ Queen នៅតែរក្សាភាពស្ងប់ស្ងាត់របស់គាត់ហើយប្រគល់សៀវភៅនោះវិញនិយាយថាគាត់មានទំនុកចិត្តថាគាត់អាចដោះស្រាយវាបានដោយខ្លួនឯងឮបែបនេះ Jane សម្លឹងមើលជំនួយការរបស់នាងបន្តិចមុនពេលប្រាប់អ្នកផ្សេងទៀតឲ្យរងចាំនាងត្រូវការរាយការណ៍ពីករណីមិនធម្មតាមួយនាងតាក់ទងទៅថ្នាក់លើហើយពន្យល់ពីស្ថានភាពទាំងមូលសំឡេងនៅខាងចុងម្ខាងទៀតសួរយ៉ាងសាមញ្ញថាតើ Queen ជាផ្នែកនៃក្រុម Pure Blood ដែរឬទេ Jane ក្រវីក្បាលដោយនិយាយថាឯកសាររបស់គាត់មិនបង្ហាញពីគ្រឿងសឹកសត្វគ្មានធម្មពលអស្ចារ្យគឺគ្មានអ្វីសោះបន្ទាប់ពីការផ្អាកបន្តិចថ្នាក់លើប្រាប់ Jane ឲ្យធ្វើតេស្តសក្តានុពលរបស់ Queen ពូជាយ៉ាងណាក៏ដោយប្រសិនបើគាត់គ្រាន់តែជាមនុស្សធម្មតាពួកគេនិយាយថាពិភពលោកដ៏គ្រួក្រៅនឹងបង្រៀនគាត់នៅពេលក្រោយ Jane យល់ព្រមដោយមិនតវ៉ាហើយងាកទៅរក Queen ដោយចង្អុលទៅតំបន់ហ្វឹកហាត់នៅខាងក្រៅសាលដោយសារគាត់បានបោះបង់សៀវភៅចោលពួកគេនឹងចូលទៅធ្វើតេស្តដោយផ្ទាល់គ្មានការកម្ដៅសាច់ដុំគ្មានផ្លែវកាត់នៅពេលទៅដល់ខាងក្រៅ Jane ដើរចេញមួយឡែកហើយប្រាប់ Queen ឲ្យកំទេចមនុស្សរថយន្ត3ដែលឈរនៅពីមុខគាត់ប៉ុន្តែរាងកាយរបស់ Queen ហាក់ដូចជាចុះចាញ់ទៅហើយគាត់មានអារម្មណ៍ដូចជាដំឡូងដែលជិតងាប់ជើងរបស់គាត់ញ័រការមើលឃើញប្រែជាស្រពេចស្រពិលហើយគាត់ហត់អស់កម្លាំងទោះជាយ៉ាងណាក៏ដោយគាត់ត្រៀមខ្លួនដោយដឹងថាគាត់គ្មានជំរឿអ្វីក្រៅពីព្យាយាមឲ្យអស់ពីសមត្ថភាពនិងកំទេចមនុស្សរថយន្តឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅពេលដែលគាត់ស្ទុះទៅមុខហើយចាប់ផ្ដើមវាយ Jane ស្ទើរតែធ្លាក់ចង្ការកណ្ដាប់ដៃរបស់បរិសនោះខ្សោយខ្លាំងណាស់វាហាក់ដូចជាកំពុងមើលមីសែមវាយគ្នាប៉ុន្មានវិនាទីក្រោយមក Queen អាចកំទេចមនុស្សរថយន្តទាំង3បានហើយឈរនៅទីនោះដកដង្ហើមធំហាក់ដូចជាគាត់ទើបតែរត់ម៉ារ៉ាតុងជាមួយនឹងកាបូបដែលពោពេញដោយឥដ្ឋ Jane ងាកក្រោយដោយមិនមានប្រតិកម្មអ្វីច្រើនហើយប្រកាសថាថាមពលរបស់ Queen ជាប់ចំណាត់ថ្នាក់ជាអ្នកប្រើប្រាស់កម្រិត1 Level 1នៅពេលដែលគាត់ដើរត្រឡប់ទៅរកម្លប់គាត់ដឹងថាពន្លឺព្រះអាទិត្យធ្វើឲ្យស្ថិតិរបស់គាត់ធ្លាក់ចុះប៉ុណ្ណារបៀបរស់នៅដូចបិសាចចិញ្ចើកឈាមដែលត្រូវកម្ដៅថ្ងៃនេះពិតជាធ្វើឲ្យគាត់ពិបាកនៅពេលនោះ Jane ហៅអ៊ីឡាខណៈដែល Wooden ឈរនៅក្បែរ Queen ហើយហុចដបទឹកឲ្យគាត់ប្រាប់គាត់កុំឲ្យតានតឹងព្រោះគាត់មានពេល2ឆ្នាំពេញដើម្បីឡើងកម្រិត Queen យកដបទឹកហើយផឹកយ៉ាងលឿនហាក់ដូចជាគាត់ទើបតែចេញពីវាលខ្សាច់ក្នុងពេលជាមួយគ្នា Jane សួរអ៊ីឡាអំពីសមត្ថភាពរបស់នាងនៅពេលដែលអ៊ីឡាបង្ហាញថាវាជាសមត្ថភាពផ្លូវចិត្ត Wooden មើលទៅហាក់ដូចជាភ្ញាក់ផ្អើលនិយាយថាគាត់គិតថានាងជា Pure Blood នោះធ្វើឲ្យ Queen អេះក្បាលហើយសួរថាតើរឿង Pure Blood នោះជាអ្វី Wooden បញ្យល់ថា Pure Blood
គឺជាក្រុមមនុស្សដែលប្រឆាំងយ៉ាងខ្លាំងនឹងថាមពលអរូពីយោងតាមពុគីការងប់ងល់របស់ពិភពលោកជាមួយនឹងសមត្ថភាពអស្ចារ្យគឺជាការគិតដ៏ខុសឆ្គងគាត់បន្ថែមថាផ្នែកគំនិតថាមពលគឺជាអ្វីៗទាំងអស់នេះហើយដែលបណ្ដាលឲ្យមានភាពច្របល់និងបញ្ហាសង្គមសពថ្ងៃនេះ ខណៈពេលដែលអ៊ីឡាចាប់ផ្ដើមការធ្វើតេរបស់នាង Wooden បន្តនិយាយថា Pure Blood ផ្ដោតលើការពង្រឹងរាងកាយរបស់ពួកគេជាមួយនឹងការវឹកហាត់យ៉ាងខ្លាំងក្លានិងបង្កើតអាវុធពិស័តដើម្បីប្រយុទ្ធនឹងពូជសាសន៍ដាល់ឃីដោយមិនពឹងផ្អែកលើថាមពលឡើយឬបែបនេះ Queen លួចមើលអ៊ីឡាហើយគិតថាធ្នូនិងព្រួញឆ្អឹងសត្វដែលនាងកាន់ច្បាស់ជាមូលហេតុដែល Wooden សន្មត់ថានាងជាម្នាក់ក្នុងចំណោម Pure Blood បន្ទាប់ពីការធ្វើតេស្តបានបញ្ចប់ Jen ប្រកាសថាអ៊ីឡាជាអ្នកប្រើប្រាស់សមត្ថភាពកម្រិត2 Level 2ភ្នែករបស់អ៊ីឡាស្ទើរតែលៀនចេញហើយនាងនិយាយថានាងត្រូវបានគេកំណត់ថាជាកម្រិត3កាលពីនៅសាលា Jen មិនភ្ញាក់ផ្អើលទេហើយពន្យល់យ៉ាងស្ងប់ស្ងាត់ថាខណៈពេលដែលជំនាញបាញ់ធ្នូរបស់នាងដល់កម្រិត 4x គោលដៅមួយរបស់នាងត្រូវបានបំផ្លាញដោយដៃដោយប្រើកម្លាំងកម្រិត8ប៉ុណ្ណោះដូច្នេះកម្រិត2គឺជារបស់ដែលនាងបានទទួលបានសម្រាប់ពេលនេះអ៊ីឡាមើលទៅមិនសប្បាយចិត្តទេប៉ុន្តែ Jen បានហៅឈ្មោះបន្តរួចហើយគឺ Eileen នៅពេល Eileen ដើរទៅមុខ Wooden ទះស្មារបស់នាងហើយនិយាយលេងថាគាត់មានសំណាងដែលបានទៅចុងក្រោយប៉ុន្តែ Eileen មិនមានអារម្មណ៍លេងសើចទេនាងខឹងហើយប្រាប់ Wooden ឲ្យដកដៃចេញមុនពេល Wooden អាចនិយាយថាសុំទោសនាងបានបង្កកដៃរបស់គាត់ជាមួយនឹងសមត្ថភាពទឹកកករបស់នាងនិងព្រមានគាត់ថាលើកក្រោយគាត់ប្រហែលជាមិនត្រឹមតែដើរចេញជាមួយនឹងដៃត្រជាក់នោះទេគ្រាន់តែ Eileen ទៅដល់កន្លែងហើយចាប់ផ្ដើមការធ្វើតេស្តរបស់នាងអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង Jane មើលទៅពិតជាចាប់អារម្មណ៍ដឹងថា Eileen មិនត្រឹមតែខ្លាំងនាងគឺជាមេដ៏ពិតប្រាកដ Eileen បញ្ចប់ការធ្វើតេស្តក្នុងរយៈពេលកំណត់ហើយ Jane ប្រកាសថានាងជាអ្នកប្រើប្រាស់សមត្ថភាពកម្រិត5 Level 5 Peter និង Queen អង្គុយបោកភ្នែកធំមើលទៅហាក់ដូចជាពួកគេទើបតែឃើញសត្វ Unicorn ធ្វើលំហាត់ប្រាណភ្លាមបន្ទាប់មកនេះ Jen ហៅ Wooden Fang សម្រាប់ការធ្វើតេស្តចុងក្រោយ Wooden ភ្លូភ្នែកវាយដៃរបស់គាត់ដូចនៅក្នុងរឿងតុក្កតាហើយប្រកាសដោយមោទនភាពថាវាដល់ពេលដែលគាត់ត្រូវបញ្ចេញសមត្ថភាពហើយនៅពេលដែល Wooden ចាប់ផ្ដើមកំទេចមនុស្សយន្តក្នុងរយៈពេលដ៏ខ្លីអ្នកគ្រប់គ្នាឆោគាំងរួមទាំង Queen ដែលដឹងថាសមត្ថភាពរបស់ Wooden គឺដូចគ្នានឹង Eileen ដែរបន្ទាប់ពី Wooden កំទេចមនុស្សយន្តក្នុងរយៈពេលដ៏ខ្លី Jen មើលទៅរំភើបយ៉ាងខ្លាំងហើយប្រកាសថាពួកគេមានសំណាងដែលមានអ្នកប្រើប្រាស់សមត្ថភាពកម្រិត5នាក់ក្នុងចំណោម5នាក់ក្នុងពេលជាមួយគ្នានោះ Wooden ដើរយ៉ាងក្អេងក្អាងទៅរក Queen ដោយមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯងហើយព្យាយាមអួតប៉ុន្តែ Queen សួរយ៉ាងសាមញ្ញថាតើ Wooden ពិតជាអាចចម្លងថាមពលបានដោយគ្រាន់តែប៉ះនរណាម្នាក់មែនទេសំណួរនោះវាយប្រហារ Wooden ដូចជាការធ្វើតេស្តគណិតវិទ្យាដែលមិនបានត្រៀមខ្លួនគាត់សារភាពថាគាត់មានគម្រោងបន្តការសម្ដែងឲ្យយូរជាងនេះប៉ុន្តែ Queen មើលឃើញធ្លុគាត់ដូចជាកញ្ចក់នៅពេលដែល Wooden សួរថាគាត់ដឹងដោយរបៀបណា Queen និយាយថាវាសាមញ្ញណាស់គាត់រំលឹកពីរបៀបដែល Wooden មើលទៅមានការភ័ន្តច្រឡំទាំងស្រុងក្នុងអំឡុងពេលចាប់ដៃគ្នាព្រោះគាត់មិនអាចចម្លងសមត្ថភាពរបស់ Queen បានបន្ទាប់មក Queen បន្ថែមថានៅពេលដែល Eileen ប្រែថាមពលតកករបស់នាងវាច្បាស់ណាស់ថា Wooden ត្រូវបានចាប់បានដោយមិនដឹងខ្លួនដូច្នេះនៅពេលបូកបញ្ចូលគ្នាមានចម្លើយតែមួយគត់ដែលសមហេតុផល Wooden ចម្លងថាមពលតាមរយៈការប៉ះ
หรือแบบนี้ Wooden ភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏សរសើរត្រឡប់មកវិញនិយាយថា Queen មានខួរក្បាលឆ្លាតវៃនិងជំនាញសង្គមរបស់នាងទោះបីជាគ្មានធម្មពលអស្ចារ្យក៏ដោយ Queen គ្រាន់តែញញឹមប៉ុន្តែក្នុងចិត្តជ្រៅជ្រៅគាត់កំពុងគិតអំពីពេលចាប់ដៃដែល Wooden បរាជ័យក្នុងការចម្លងអ្វីទាំងអស់ការចងចាំដ៏ចម្លែកនោះនៅជាប់ក្នុងក្បាលរបស់គាត់ហើយធ្វើឲ្យគាត់ឆ្ងល់ថាតើសមត្ថភាពរបស់គាត់ជាអ្វីឲ្យពិតប្រាកដដោយសារតែសម្បីតែឥឡូវនេះគាត់មិនដឹងថាមានអ្វីកំពុងកើតឡើងក្នុងខ្លួនគាត់នៅពេលនោះ Eileen ដើរមកហើយសួរយ៉ាងត្រជាក់ថាតើ Wooden ជាអ្នកប្រើប្រាស់សមត្ថភាព Native ឬអត់អ្នកប្រើប្រាស់ទាំងនេះកើតមកមានធម៌ពលហើយរឿងព្រេងនិយាយថាធម៌ពលទាំងអស់ដែលរកឃើញក្នុងសៀវភៅជំនាញសពថ្ងៃនេះបានមកពីពួកគេប៉ុន្តែជំនួសឲ្យធរចម្លើយត្រង់ Wooden គ្រាន់តែញញឹមហើយនិយាយថាមានរង្វាន់ប្រសិនបើនាងទាយត្រូវ Eileen ដែលច្បាស់ជាមិនមានអារម្មណ៍ចង់លេងសើចបានក្រឡេកភ្នែកហើយដើរចេញទៅហាក់ដូចជាម្ចាស់ខ្ត្រីដែលចាក់ចេញពីការជជែកក្រុមដែលគួរឲ្យធុញធ្នោរភ្លាមបន្ទាប់ពីនោះចែនប្រមូលអ្នកគ្រប់គ្នាហើយចង្អុលទូចចិន្តាយន្តដ៏ប្រណិតដោយប្រកាសថាការធ្វើតេស្តបានបញ្ចប់ហើយដល់ពេលត្រូវទៅសាលាយោធានៅពេលដែលពួកគេទាំងអស់គ្នាចូលទៅក្នុងចិន្តាយន្តហើយទៅដល់សាលាយោធា Queen មើលទៅជុំវិញដោយបើកភ្នែកធំដោយដឹងថាកន្លែងនេះធំទូលាយនិងប្រណិតខ្លាំងណាស់ហាក់ដូចជា Hogwarts ត្រូវបានកែប្រែថ្មីមួយសន្ទុះក្រោយមកពួកគេមកដល់ខាងក្នុងបរិវេណសាលាហើយក្រឡេកមើលជុំវិញឃើញសិទ្ធិជាច្រើនផ្សេងទៀតបានប្រមូលផ្ដុំគ្នានៅទីនោះរួចហើយខណៈពេលដែល Peter និង Queen លួចស្ដាប់ពងមនុស្សពួកគេដឹងយ៉ាងឆាប់រហ័សនៅការពិតដ៏ឃោរឃៅមួយក្នុងចំណោមមនុស្សដែលមានថាមពលអស្ចារ្យទាំងអស់នេះពួកគេគឺជាមនុស្សតែ2នាក់គត់ដែលជាប់នៅកម្រិត1នាទីក្រោយមកវាកាន់តែច្បាស់មនុស្សគ្រប់គ្នាកំពុងព្យាយាមចូលទៅជិតក្មេងៗដែលលយឆាយដែលមានចំណាត់ថ្នាក់កម្រិត4ឡើងទៅរួមទាំង Wooden និង Eileen ហើយធ្វើមិនដឹងមិនឮចំពោះ Peter និង Queen ហាក់ដូចជាពួកគេជាតួអង្គ NPC ដែលមើលមិនឃើញភ្លាមនោះគ្រូបង្រៀនម្នាក់ឈ្មោះ Dale ដើរចូលមកជាមួយនឹងអំណាចដោយមេបញ្ជាការកងទ័ពហើយប្រាប់អ្នកគ្រប់គ្នាឲ្យស្ងាត់គាត់ឲ្យសិស្សប្រុសនិងសិស្សស្រីតម្រង់ជួរដាច់ដោយគ្នាតាមហើយនៅពេលដែលជួរបានរៀបចំរួចរាល់គាត់ប្រាប់សិស្សឲ្យមកម្ដងម្នាក់យកលេខបន្ទប់ស្នាក់នៅរបស់ពួកគេនិងទៅកាន់អន្តេវាសិកាដ្ឋានជាមួយនឹងរបស់របររបស់ពួកគេមិនយូរប៉ុន្មាន Peter ដកលេខបន្ទប់របស់គាត់ហើយភ័យស្លន់ស្លាភ្លាមគាត់ទទួលបានលេខ23ប៉ុន្តែបញ្ហាកើតឡើងនៅពេលដែលបុរសម្នាក់ទៀតដែលទទួលបានលេខ23ដែរនោះបានឮគាត់ហើយភ័យឆោឡោដោយដឹងថាគាត់នឹងត្រូវនៅជាមួយមិត្តរួមបន្ទប់កម្រិត1ដោយក្តីភ័យស្លន់ស្លោបុរសនោះដើរលោបទៅរក Queen ហើយលួចប្លូប៉ាល់លេខបន្ទាប់ពីសួរអំពីលេខបន្ទប់របស់គាត់មុនពេល Queen ដឹងថាមានរឿងអ្វីកើតឡើងបុរសនោះរត់ចេញទៅយ៉ាងលឿនជាមួយបាល់លេខ12ដូចជាគាត់នៅក្នុងការប្រកួតកីឡាអូឡ িম্প ិក Peter ឈរនៅទីនោះស្ទើរតែយំដឹងថាមិនមាននរណាម្នាក់ចង់ស្នាក់នៅជាមួយមនុស្សថ្នាក់ទាបប៉ុន្តែ Queen គ្រាន់តែធានាគាត់ហើយនិយាយថាពួកគេស្ថិតក្នុងស្ថានភាពដូចគ្នាគឺកម្រិត1ទាំងពីរហើយគាត់សប្បាយចិត្តណាស់ក្នុងការស្នាក់នៅជាមួយគ្នាភ្លាមនោះ Wooden ដើរមកយ៉ាងរីករាយហើយប្រកាសថាគាត់ចាប់បានលេខ23នៅពេលគាត់សួររកលេខរបស់ Peter និង Queen នោះ Peter សប្បាយចិត្តយ៉ាងខ្លាំងហើយនិយាយថាពួកគេក៏ទទួលបានលេខ23ដែរ Wooden ទាញពួកគេមកអបជាក្រុមនិយាយថាសំណាងរបស់ពួកគេពិតជាអស្ចារ្យណាស់ហើយពួកគេនឹងសប្បាយរីករាយក្នុងការរស់នៅជាមួយគ្នាក្នុងពេលជាមួយគ្នានៅត្រីម្ខាងទៀតនៃទីលានបុរសម្នាក់ប្រាប់មិត្តរបស់គាត់ថាមានគេលួចលេខបន្ទប់របស់គាត់មិត្តរបស់គាត់បែរដៃហើយប្រាប់គាត់ឲ្យតាមមកគាត់នឹងជួយយកវាវិញប៉ុន្តែបុរសនោះប្រមានគាត់ដោយភ័យព្រួយថាអ្នកដែលប្តូរលេខនោះគឺជាអ្នកប្រើប្រាស់កម្រិត5ត្រឡប់មកម្ខាងទៀត Warden គ្រាន់តែញញឹមបិទមាត់មិនជិតដោយនៅជាមួយ Peter និង Queen
ព្រោះការពិតគឺគាត់បានបដូរលេខដោយចេតនាដើម្បីបាននៅជាមួយពួកគេ Warden អាចលួចចេញទៅជាមួយ Peter និង Queen ដោយសុវត្ថិភាពហើយទាំង3នាក់បានទៅដល់បន្ទប់ស្នាក់នៅរបស់ពួកគេបន្ទាប់ពីទុកដាក់របស់របរនិងរៀបចំឈួនរួច Warden រលេចមើល Peter ហើយសួរថាតើគាត់ចង់ទៅលេងកម្សាន្តទេព្រោះពួកគេមានពេលទំនេរពេញមួយថ្ងៃប៉ុន្តែ Peter ដែលកំពុងតែជក់ចិត្តនឹងសៀវភៅធម្មពលដែលគាត់បានទទួលពីមន្ត្រីបានបដិសេធយ៉ាងលឿនគាត់ចង់រៀបចំរបស់របរឲ្យរួចរាល់ហើយអានសៀវភៅជំនាញថ្មីរបស់គាត់សិនឃើញថាការអញ្ជើញរបស់គាត់ត្រូវបានបដិសេធ Warden វាយទៅរក Queen ហើយសួរថាតើគាត់ចង់ទៅដែរឬទេ Queen ស្ញាក់មួយសន្ទុះរួចងាស់ក្បាលដោយនិយាយថាគាត់ចង់ទៅមើលបណ្ណាល័យអ្វីដែលគាត់មិនបាននិយាយចេញមកក្រៅគឺថាមូលហេតុពិតប្រាកដគឺសមត្ថភាពចម្លែករបស់គាត់ដែលគាត់នៅតែមិនទាន់យល់ច្បាស់គាត់សង្ឃឹមថាបណ្ណាល័យមានព័ត៌មានល្អៗគ្រប់គ្រាន់ដើម្បីជួយគាត់ស្វែងយល់ពីវា Warden សប្បាយចិត្តយ៉ាងខ្លាំងហើយយល់ព្រមភ្លាមដោយនិយាយថាវាមានរយៈពេលយូរហើយដែលគាត់មិនបានបើកសៀវភៅហើយនេះគឺជាលេសដ៏ល្អមួយដើម្បីប៉ះវាវិញមួយសន្ទុះក្រោយមកពួកគេដើរចូលទៅក្នុងបណ្ណាល័យជាមួយគ្នាហើយ Queen មានការភ្ញាក់ផ្អើលភ្លាម កន្លែងនេះមានមនុស្សច្រើនកកឹងច្រើនជាងការរំពឹងទុករបស់គាត់សម្រាប់កន្លែងដែលពោរពេញទៅដោយសៀវភៅប៉ុន្តែនៅពេលដែលគាត់ដើរចូលទៅខាងក្នុងគាត់ដឹងថាមានអ្វីចម្លែកគាត់អាចឃើញបបោមាត់របស់មនុស្សគ្រប់គ្នាមានចលនាប៉ុន្តែគាត់មិនអាចឮពាក្យអ្វីសោះវាដូចជាមាននរណាម្នាក់ចុចប៊ូតុងបិទសំឡេងនៅលើអគារទាំងមូលនៅពេលពួកគេទៅដល់តុដែលនៅជិតនោះ Warden ចង្អុលទៅឧបករណ៍ដែលមានរូបរាងចម្លែកហើយនិយាយលេងថាដោយសារ Queen រៀននៅសាលារដ្ឋគាត់ប្រហែលជាមិនដឹងថាវាជាអ្វីទេគាត់បញ្យល់ថាគ្រាន់តែប៉ះឧបករណ៍នោះវានឹងបើកកន្លែងការពារសំឡេងដើម្បីឲ្យមនុស្សនៅខាងក្នុងអាចនិយាយដើមគេខ្សឹបឬនិយាយរឿងអាថ៌កំបាំងដោយមិនរំខានអ្នកដទៃ Warden ប៉ះវាហើយ Queen ឃើញវាដំណើរការជាលើកដំបូងភ្នែករបស់គាត់បើកធំដូចជាវាជាការសម្ដែងមេធ្នំគាត់សារភាពថាវាជាលើកទី1ហើយដែលគាត់ឃើញរបស់បែបនេះនៅពេលពួកគេអង្គុយចុះ Warden ក៏លេខមើលគំនរសៀវភៅរបស់ Queen ហើយលើកចិញ្ចើមវាដូចជាពិធីបុណ្យសៀវភៅដែលដាក់ជុងនៅក្បែរគាត់ដោយចង់ដឹងគាត់សួរថាតើ Queen កំពុងធ្វើការស្រាវជ្រាវឈ្មោះឬគ្រាន់តែចង់អានសៀវភៅ Queen គ្រាន់តែនិយាយថាដោយសារគាត់មិនបានយកសៀវភៅជំនាញឥតគត់ធូលពីសាលាគាត់ចង់ស្វែងយល់ថាតើមានថាមពលអ្វីខ្លះនៅទីនោះគាត់សង្ឃឹមថានឹងរកឃើញថាមពលដែលស័ក្តិសមជាមួយគាត់ជាងនេះពេលឮបែបនេះ Warden សើចហើយនិយាយថាគាត់ពិតជាគិតថា Queen ចង់ចូលរួមជាមួយក្រុមឈាមសុទ្ធដ៏ប្រណិតប៉ុន្តែតាមពិតបុរសម្នាក់នេះគ្រាន់តែមិនចង់បញ្ចប់ជាកូនឆ្កែដ៏ស្ម័គ្រត្រង់របស់រដ្ឋាភិបាលនោះធ្វើឲ្យ Queen លើកចិញ្ចើមគាត់សួរថាតើ Warden មានន័យយ៉ាងណាចំពោះពាក្យថាឆ្កែយោធា Warden សម្លឹងមើលគាត់ដូចជាគាត់ទើបតែសួរថាព្រះច័ន្ទធ្វើពីឈីឬអត់គាត់សួរថាតើ Queen ពិតជាមិនដឹងថាវាមានន័យយ៉ាងណាទេឬតើគាត់ពិតជាគិតថាយោធាកំពុងចែកសៀវភៅជំនាញដោយឥតគិតថ្លៃដោយចិត្តល្អមែនទេ Warden ប្រាប់ការពិតនរណាម្នាក់ដែលយកសៀវភៅជំនាញឥតគិតថ្លៃពីយោធាគឺដូចជាការចុះកិច្ចសន្យាអញ្ចឹងនៅពេលអនាគតពួកគេនឹងត្រូវធ្វើតាមបញ្ជាទៅទីនេះធ្វើនោះដូចជាសត្វឆ្កែដែលត្រូវបានបង្វឹកយ៉ាងល្អ Queen នឹងអង្គុយនៅទីនោះដូចជាគាត់ទើបតែឃើញខ្មោចដោយដឹងថា Peter ដែលកំពុងញញឹមបិទមាត់មិនជិតបន្ទាប់ពីទទួលបានសៀវភៅជំនាញរបស់គាត់ប្រហែលជាត្រូវជាប់គាំងធ្វើតាមបញ្ជាយោធានៅពេលក្រោយគាត់ឆ្ងល់ថាតើ Peter ដឹងឬអត់ថាគាត់បានធ្លាក់ចូលក្នុងរឿងអ្វីប៉ុន្តែជំនួសឲ្យការគិតច្រើន Queen ត្រឡប់ទៅបេសកកម្មពិតរបស់គាត់វិញហើយសួរ Warden ថាតើគាត់ធ្លាប់ឮពីសមត្ថភាពដែលចុះខ្សោយនៅក្នុងពន្លឺព្រះអាទិត្យដែរឬទេ Warden សម្លឹងមើលដូចជា Queen ទើបតែសួរឲ្យគាត់ដោះស្រាយរូបវិទ្យាមួយសន្ទុះក្រោយមក
គាត់លើកដៃឲ្យនិយាយថារឿងនោះពិតជាឆ្កួតមែនប្រហែលជាមនុស្សមួយចំនួនមានអារម្មណ៍ខ្សោយព្រោះពួកគេមិនអាចគ្រប់គ្រាន់ថាមពលរបស់ពួកគេបានត្រឹមត្រូវប៉ុន្តែការចកខ្សោយដោយសារពន្លឺព្រះអាទិត្យនោះគឺជារឿងបិសាចជញ្ជក់ឈាមមិនមែនជារឿងមនុស្សទេ Queen គ្រាន់តែសើចតិចៗហើយយល់ព្រមដោយធ្វើពុតថាវាគ្រាន់តែជាទ្រឹស្ដីទោះបីជាគាត់ដឹងថានោះជារឿងដែលកំពុងកើតឡើងចំពោះគាត់ក៏ដោយពី3ម៉ោងក្រោយនោះគាត់អានសៀវភៅដែលគាត់បានរើសមកអស់ហើយប៉ុន្តែដឹងថាគ្មានសៀវភៅណាមួយនិយាយអំពីសមត្ថភាពរបស់គាត់ឬភាពខ្សោយនឹងពន្លឺព្រះអាទិត្យនោះទេគាត់ក្រឡេកមើលទៅជាន់ខាងលើនៃបណ្ណាល័យហើយសម្រេចចាប់ទៅមើលសៀវភៅនៅទីនោះសង្ឃឹមថាគាត់អាចរកឃើញអ្វីមួយអំពីសមត្ថភាពចម្លែករបស់គាត់ខណៈពេលដែល Warden កំពុងដេកលក់នៅលើតុ Queen ឡើងទៅជាន់ខាងលើហើយចាប់ផ្ដើមស្កេនមើលធ្នូដាក់សៀវភៅប៉ុន្តែបន្ទាប់ពីអានសៀវភៅ2-3ក្បាលគាត់ដឹងថាភាគច្រើនគឺជាសៀវភៅបែបស្រមៃជាជាងព័ត៌មានពាក់អំពីជំនាញនិងសមត្ថភាពគាត់បិទសៀវភៅអំពីនាគក្រហមដែលចាប់ជាតិជាមនុស្សល្អមើលដែរប៉ុន្តែគ្មានប្រយោជន៍សោះគាត់សម្គាល់ថាចិត្តដល់ម៉ោងអាហារពេលល្ងាចហើយទោះយ៉ាងណាក៏ដោយគាត់សម្រេចចិត្តមើលសៀវភៅចុងក្រោយមួយក្បាលមុនពេលត្រឡប់ទៅវិញគាត់ចាប់សៀវភៅអំពីបិសាចជញ្ជក់ឈាមហើយចាប់ផ្ដើមអានទើបរកឃើញថាបិសាចជញ្ជក់ឈាមក៏មានប្រភេទផ្ទាល់ខ្លួនរបស់ពួកគេដែរជំនាញដាវការសណ្ដំនិងរឿងជាច្រើនទៀតបន្ទាប់ពីអានបាន 2-3 ទំព័រគាត់ដាក់សៀវភៅនោះវិញដឹងថាភាពស្រដៀងគ្នាតែមួយចំពោះខ្លួនគាត់គឺថាកម្លាំងរបស់ពួកគេក៏ធ្លាក់ចុះនៅក្នុងពន្លឺព្រះអាទិត្យដែរភ្លាមនោះការជូនដំណឹងរបស់ប្រព័ន្ធបានលេចឡើងនៅលើបន្ទះស្ថានភាពរបស់គាត់ដោយប្រាប់គាត់ថាគាត់ទទួលបានការយល់ដឹងបន្ថែមអំពីប្រព័ន្ធនិងទទួលបានពិន្ទុបទពិសោធន៍បន្ថែមចំនួន10នោះធ្វើឲ្យ Queen មានការងឿងឆ្ងល់យ៉ាងខ្លាំងគាត់ចាប់ផ្ដើមឆ្ងល់ថាតើធម្មពលដែលគាត់ទទួលបានគឺជាបិសាចជញ្ជក់ឈាមមែនឬអត់ក្នុងពេលជាមួយគ្នានោះបន្ទាប់ពីដេកលក់អស់រយៈពេល 2-3 ម៉ោង Warden ភ្ញាក់ឡើងហើយសម្គាល់ឃើញថា Queen មិននៅទីនោះទេគាត់អេះក្បាលហើយឆ្ងល់ថាតើបរិសុទ្ធនោះបានចាកចេញពីបណ្ណាល័យហើយទុកគាត់ចោលនៅទីនោះមែនឬត្រឡប់ទៅជាន់ខាងលើវិញ Queen នៅតែជក់ចិត្តនឹងសៀវភៅបិសាចជញ្ជក់ឈាមមួយសន្ទុះក្រោយមកការជូនដំណឹងរបស់ប្រព័ន្ធមួយទៀតបានលេចឡើងដោយប្រាប់គាត់ថាគាត់បានដោះសោភារកិច្ចគាត់សម្លឹងមើលអេក្រង់2វិនាទីសិនមុនពេលសម្រេចចិត្តទទួលយកវាភ្លាមនៅពេលដែលគាត់ចុចបញ្ជាក់គាត់ទទួលបានភារកិច្ចផឹកឈាមមនុស្សនោះធ្វើឲ្យ Queen ភ័យស្លន់ស្លោខ្លាំងគាត់សម្លឹងមើលអេក្រង់ដោយឆ្ងល់ថាតើគាត់ពិតជាត្រូវក្លាយជា Dracula ដើម្បីបញ្ចប់បេសកកម្មមែនឬហើយថាតើនោះមានន័យថាធ្វើឲ្យនរណាម្នាក់ឈឺចាប់ឬប្រព្រឹត្តបទឧក្រិដ្ឋឬអត់មួយសន្ទុះក្រោយមក Queen ដើរចេញពីបណ្ណាល័យហើយចាប់ផ្ដើមតម្រង់ទៅបន្ទប់ស្នាក់នៅរបស់គាត់ប៉ុន្តែនៅពេលដែលគាត់ដើរពន្លឺព្រះអាទិត្យចាំងចំគាត់យ៉ាងខ្លាំងភ្លាមនោះការព្រមញ្ញាណមួយបានលេចឡើងដោយប្រាប់គាត់ថាស្ថិតិរបស់គាត់ធ្លាក់ចុះ 50% Queen បន្ថយល្បឿនគិតថាគាត់ប្រហែលជាមើលទៅដូចជានំប៉័ងខ្លោចហើយគាត់នឹកឃើញភារកិច្ចថ្មីដែលត្រូវផឹកឈាមមនុស្សហើយឆ្ងល់ថាតើប្រព័ន្ធនឹងផ្ដល់រង្វាន់អ្វីខ្លះសម្រាប់វាគាត់សើចដាក់ខ្លួនឯងគិតថាអស្ចារ្យណាស់ឥឡូវនេះខ្ញុំជាបិសាចជញ្ជក់ឈាមដែលមិនអាចដើរក្នុងពន្លឺព្រះអាទិត្យបានត្រឹមត្រូវបន្ទាប់ទៀតជាអ្វីអាឡែកស៊ីនិងខ្ទឹមសនៅពេលគាត់បន្តដំណើរគាត់សម្គាល់ឃើញថាគាត់ទទួលបានពិន្ទុបទពិសោធន៍ឥតគិតថ្លៃជារៀងរាល់ថ្ងៃសម្រាប់កិច្ចការសាមញ្ញគាត់ក៏រកឃើញអ្វីថ្មីមួយទៀតពន្លឺព្រះអាទិត្យធ្វើឲ្យគាត់ខ្សោយមិនថាវាជាពេលថ្ងៃត្រង់ឬក៏គ្រាន់តែជាថ្ងៃលិចបើប៉ះពន្លឺតែបន្តិចក៏កាត់បន្ថយថាមពលរបស់គាត់ដែរគាត់បើកស្ថិតិរបស់គាត់ហើយចាប់ផ្ដើមគណនាថាត្រូវចំណាយពេលប៉ុន្មានដើម្បីឡើងកម្រិតតាមរយៈកិច្ចការប្រចាំថ្ងៃទាំងនេះ
គាត់ដឹងថាវានឹងចំណាយពេលប្រហែល3សប្តាហ៍ដើម្បីទៅដល់កម្រិតបន្ទាប់ទោះបីជាដំណើរការនេះមានអារម្មណ៍ថាយឺតក៏ដោយក៏គាត់នៅតែមានសង្ឃឹមគិតថាគាត់នឹងឡើងកម្រិតនៅទីបញ្ចប់គាត់ក៏ឆ្ងល់ថាតើនឹងមានការផ្លាស់ប្ដូរធំដុំដែរឬទេនៅពេលដែលគាត់ឡើងកម្រិត ភ្លាមនោះសម្លេងមួយបានទាក់ទាញចំណាប់អារម្មណ៍របស់គាត់នរណាម្នាក់កំពុងសុំទោសនៅខាងមុខ Queen ងើបមុខឡើងហើយឃើញ Peter ត្រូវសិស្សម្នាក់ទៀតវាយ Peter បន្តសុំទោសខណៈពេលដែលនិយាយថាគាត់មិនបានបុកគាត់ដោយចេតនាទេនៅពេល Queen ដើរចូលទៅជិតគាត់បញ្ជាក់ថាពិតជា Peter មែនបុរសនោះនៅតែវាយ Peter ហើយនិយាយថាពាក្យសុំទោសមិនគ្រប់គ្រាន់ទេ Queen សម្គាល់ឃើញខ្សែដៃរបស់បុរសនោះហើយដឹងថាគាត់គឺជាអ្នកប្រើប្រាស់កម្រិត2បុរសនោះគំរាម Peter ម្ដងទៀតដោយទាមទារសំណងសម្រាប់ការខូចខាតដែលគាត់បានធ្វើ Peter ស្តាក់ស្ទើរខ្លោចពន្យល់ថាគាត់គ្មានលុយឲ្យទេពេលឮបែបនេះបុរសកម្រិត2នោះកាន់តែខឹងហើយសួរថាតើ Peter ត្រូវការវាយដំមឹងទឹកទៀតឬអត់ Queen មានអារម្មណ៍មួម៉ៅដោយគិតថាបុរសម្នាក់នេះទោះបីជាគ្រាន់តែកម្រិត2ក៏ដោយក៏ធ្វើខ្លួនដូចជាម្ចាស់ពិភពលោកគាត់យល់ពីប្រភេទមនុស្សដែលចូលចិត្តធ្វើបាបតែមនុស្សខ្សោយគំនុតមួយបានលេចឡើងក្នុងក្បាលរបស់ Queen នៅពេលគាត់ដើរទៅរកពួកគេយ៉ាងស្ងប់ស្ងាត់ភ្លាមនៅពេលដែលគាត់នៅជិត Queen ធ្វើពុតជាជំពប់ជើងហើយបុកបុរសនោះដួលហើយប្រាប់ Queen យ៉ាងខឹងសម្បាឲ្យមើលផ្លៃប៉ុន្តែ Queen នៅតែរក្សាភាពត្រជាក់ហើយសុំទោសនិយាយថាគាត់មានទម្លាប់ចម្លែកគឺជំពប់ជើងលើកន្លែងរាបស្មា Peter ក៏លេចមើល Queen ហើយឆ្ងល់ថាគាត់កំពុងធ្វើអ្វីនៅទីនោះក្នុងពេលជាមួយគ្នានោះបុរសដែលកំពុងវាយគាត់បានក្រោកឡើងដោយទុកមុខធុញទ្រាន់គាត់និយាយថាគាត់ចេះតែជួបសម្រាមដែលហៅ Queen ថាសម្រាមដោយសារតែគាត់នៅកម្រិតមួយដោយ Peter បុរសនោះបែរដៃហើយនិយាយថាប្រសិនបើ Queen មិនចង់មានបញ្ហាទេគាត់គួរតែប្រគល់លុយមក Queen មិនភ័យស្លន់លោទេតែបែរជាសើចខ្លាំងគាត់គិតថាគាត់ទើបតែចូលសាលាហើយបានជួបនឹងត្រកូលកម្រិតមេទៅហើយគាត់រំពឹងថានឹងដោះស្រាយជាមួយមនុស្សបែបនេះបន្ទាប់ពី 2-3 ថ្ងៃមិនមែនភ្លាមនៅពិធីទទួលស្វាគមន៍ទេគាត់បន្ថែមថាវាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលបានជួបនរណាម្នាក់ដែលធ្វើខ្លួនតឹងតែងតែនៅចំពោះមុខអ្នកខ្សោយប៉ុន្តែប្រហែលជាយំនៅពេលជួបអ្នកខ្លាំង Peter មើលហើយឆ្ងល់ថា Queen កំពុងគិតអ្វីព្រោះវាហាក់ដូចជាគាត់កំពុងសុំឲ្យមានបញ្ហាបុរសនោះមិនខ្វល់ពីពាក្យរបស់ Queen ហើយដើរទៅមុខដោយទឹកមុខឌឺដងដោយសួរថាតើ Queen មានកម្រងធ្វើអ្វីឥឡូវនេះនៅពេលនោះ Queen ទទួលបានការជូនដំណឹងប្រព័ន្ធវានិយាយថាសមត្ថភាពរបស់ស្ត្រីត្រូវបានបើកហើយដើម្បីទប់ទល់នឹងសមត្ថភាពរបស់គាត់មុខងារប្រយុទ្ធរបស់ Queen ត្រូវបានបើកហើយ Queen មានអារម្មណ៍ច្របល់ព្រោះវាជាលើកទី1ហើយដែលគាត់ប្រើវាប៉ុន្តែការភ័ន្តច្រឡំនោះបានប្រែក្លាយទៅជាក្តីរំភើបយ៉ាងឆាប់រហ័សទីបំផុតគាត់មានការប្រយុទ្ធពិតប្រាកដដើម្បីសាកល្បងជំនាញរបស់គាត់ការជូនដំណឹងមួយទៀតបានលេចឡើងដោយប្រាប់គាត់ថាមានប្រព័ន្ធភារកិច្ចមួយការប្រយុទ្ធលើកដំបូងរបស់គាត់យកឈ្នះគូប្រកួតក្នុងការប្រយុទ្ធលើកដំបូងហើយទទួលបាន50 experience points Queen ยังយំដោយគិតថាប្រសិនបើគាត់ឈ្នះការឡើង level របស់គាត់នឹងមកដល់ឆាប់ជាងការរំពឹងទុកគាត់បានឌឺដងដាក់បុរសនោះយ៉ាងក្លាហានហើយអញ្ជើញគាត់ឲ្យចាប់ផ្ដើមការប្រយុទ្ធ Peter នៅក្បែរនោះនៅតែមានការភ័ន្តច្រឡំដោយឆ្ងល់ថាហេតុអ្វីបានជា Queen រករឿងឆ្លោះជាមួយនរណាម្នាក់ដែលនៅ level ខ្ពស់ជាងគាត់ដោយគ្មានការព្រមានបុរសនោះបានប្រែសមត្ថភាពរបស់គាត់ដៃរបស់គាត់ប្រែទៅជាក្រញាំខ្លាហើយល្បឿនរបស់គាត់ក៏កើនឡើងគាត់ស្ទុះទៅរក Queen ព្យាយាមគេចប៉ុន្តែត្រីមួយដៃត្រង់កំភួនដៃទោះជាយ៉ាងណាក៏ដោយគាត់បានវាយបកវិញយ៉ាងធ្ងន់ដែលធ្វើឲ្យបុរសនោះថយក្រោយ 2-3 ម៉ែត្រនៅពេលដែលបុរសនោះរក្សាលំនឹងបានវិញគាត់ដឹងថា Queen មិនមែនគ្រាន់តែជាជនខ្សោយចាយដន់នោះទេគាត់ចាប់ផ្ដើមគិតថាប្រហែលជាកម្លាំងរបស់ Queen ស្ថិតនៅ level 2
ហើយគាត់ប្រហែលជាខ្វះខាតតែផ្នែកហ្វេងទៀតប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះ Queen ចាប់បាយដែលរងរបួសបន្តិចរបស់គាត់ហើយយល់ថាសមត្ថភាព Combat Mode ថ្មីនេះបង្កើនថាមពលប្រយុទ្ធជិតស្និទ្ធ Close Combat របស់គាត់ឥឡូវនេះគាត់មានអារម្មណ៍ជឿជាក់ថាទោះបីជាប្រឈមមុខនឹងគូប្រកួត Level 2 ក៏ដោយក៏គាត់ពិតជាមានឱកាសឈ្នះដែរលើពីនេះទៅទៀតគាត់គិតអំពីក្មេងស្រីដែលគាត់បានជួបអំឡុងពេលប្រឡងចូលដែលមានកម្លាំងត្រឹមតែ8ពិន្ទុប៉ុណ្ណោះប៉ុន្តែនៅតែត្រូវបានវាតម្លៃថាជា Level 2 ឥឡូវនេះ Queen យល់ថានៅពេលដែលគាត់មិនត្រូវពន្លឺព្រះអាទិត្យស្ថិតិមូលដ្ឋានទាំងអង្គរបស់គាត់នៅត្រឹម10មានន័យថាគាត់ក៏គួរតែត្រូវបានចាត់ទុកថាជា Level 2 យ៉ាងហោចណាស់ដែរគាត់ហៅខ្លួនឯងថាជា Shadow Boss ដែលខ្លែងខ្លួនហើយ Side គិតថាព្រះអាទិត្យកំពុងធ្វើឲ្យគាត់ចុះខ្សោយដូចជាហ្គេមបឹកដ៏ថោកទាបគាត់មានអារម្មណ៍ដូចជាវីរបុរសដែលមានចំណុចខ្សោយនឹងពន្លឺព្រះអាទិត្យជាមួយគណិតនោះគាត់ស្ទុះទៅរកបុរសនោះដែលក៏កំពុងសម្រុកមករកគាត់ដោយមិនថយក្រោយ Queen វាយដៃរបស់គាត់ដើម្បីវាយប្រហារប៉ុន្តែបុរសនោះគេចផុតហើយឈោតស្មា Queen ជាមួយនឹងកញ្ញាំដ៏មុតស្រួយរបស់គាត់បុរសនោះសាយដោយគិតថា Queen ខ្វះល្បឿនដែលជាហេតុធ្វើឲ្យគាត់នៅតែជាប់នៅ Level 1ដោយមិនទុកពេលឲ្យគាត់ងើបឡើងវិញបុរសនោះក៏វាយម្ដងទៀត Peter មើលដោយបោកភ្នែកធំដោយមានអារម្មណ៍ភ័យហើយគិតថា Queen គ្មានឱកាសឈ្នះញាក់ដែលមកពី Level 2 ទេក្នុងពេលជាមួយគ្នានោះ Queen ទទួលបានការជូនដំណឹងពីប្រពន្ធថាគាត់កំពុងបាត់បង់ឈាមហើយសុខភាពរបស់គាត់កំពុងធ្លាក់ចុះគាត់ពិនិត្យមើលខ្លួនឯងហើយចាំថាព្រះអាទិត្យជិតលិចហើយសถิតិពេញលេងរបស់គាត់គួរតែត្រឡប់មកវិញនៅពេលណាមួយនៅពេលដែលបុរសនោះរៀបចំការវាយប្រហារចុងក្រោយហើយស្ទុះចូលមក Peter បារម្ភថាតើ Queen នឹងអាចរស់បានដែរឬទេប៉ុន្តែគ្រាន់តែទាន់ពេលព្រះអាទិត្យលិចហើយ Queen មានអារម្មណ៍ថាថាមពលត្រឡប់មកក្នុងខ្លួនគាត់វិញ Queen រៀបរៀងការវាយប្រហារបន្ទាប់ដែលធ្វើឲ្យបុរសនោះភ្ញាក់ផ្អើលបុរសនោះមិនអាចជឿលើអ្វីដែលទើបតែកើតឡើងនោះ Queen ស្រាប់តែមានអារម្មណ៍ថាលឿនជាងមុនហើយខ្លាំងជាងមុនគាត់សម្លឹងមើលទៅគាត់ដោយដឹងថាកម្លាំងរបស់ Queen បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដោយមិនរងចាំ Queen ប្រកាសថាដល់វេនរបស់គាត់ហើយបុរសនោះចាប់ផ្ដើមភ័យស្លន់ស្លោហើយព្យាយាមនិយាយដោះស្រាយដោយនិយាយថាពួកគេអាចដោះស្រាយបញ្ហាដោយគ្មានអំពើហិង្សាប៉ុន្តែ Queen មិនអើពើនឹងគាត់ហើយដល់គាត់យ៉ាងខ្លាំងចំក្រពះបុរសនោះមិនអាចកិច្ចឬរារាំងទាន់ពេលទេហើយ Queen បន្តវាយគាត់ម្ដងហើយម្ដងទៀតរហូតដល់គាត់ស្ទើរតែសន្លប់ Peter ឈោគាំងដោយភ្ញាក់ផ្អើលថាតើ Queen ស្រាប់តែខ្លាំងប៉ុណ្ណា Queen ទម្លាក់បុរសនោះទៅដីហើយសម្លឹងមើលដៃរបស់គាត់ដោយសោយតិចៗនៅពេលដែលគាត់ដឹងថាគាត់ពិតជាមានថាមពលរបស់បិសាចជញ្ជាក់ឈាមមែនភ្លាមនោះគាត់ក៏លេខមើលផ្ទាំងប្រព័ន្ធរបស់គាត់ហើយឃើញថាគាត់ទទួលបាន50 experience point ដែលលោតពី15ទៅ65នោះគឺគីការ farm XP ដ៏ច្រើនដូចជាអ្នកលេងហ្គេមអាជីពដែលផឹកភេសជ្ជៈពោកម្លាំងទន្ទឹមនឹងនោះគាត់ទទួលបានការជូនដំណឹងពីប្រព័ន្ធអំពីរង្វាន់បន្ថែមជំនាញថ្មីមួយដែលមានឈ្មោះថា Survey ដែលបច្ចុប្បន្ននៅ Level 1 Queen ញញឹមយ៉ាងទូលាយដោយមានអារម្មណ៍ដូចជាគាត់ទើបតែបើកប្រអប់អាហារសម្រានដ៏អាចកំបាំងមួយហើយបានរកឃើញដំឡូងបារាំងនៅខាងក្នុងជំនួសឯខ្យល់គាត់រំភើបខ្លាំងដោយដឹងថាគាត់បានដោះសោជំនាញថ្មីនៅពេលដែលប្រព័ន្ធបញ្ជាក់ថា Combat Mode របស់គាត់បានបិទហើយ Peter ដើរចូលមកហើយសួរថាតើបរនដែល Queen ទើបតែវាយនោះនៅដកដង្ហើមឬអត់ប៉ុន្តែ Queen នៅស្ងៀមហើយនិយាយថាគាត់មិនមែនជាមនុស្សប្រភេទដែលឆក់យកជីវិតនរណាម្នាក់ទេគាត់បន្ថែមថាគាត់គ្រាន់តែវាយបរោះនោះឲ្យដំណំដើម្បីកុំឲ្យគាត់ហ៊ានរញ៉េរញ៉ៃជាមួយគាត់ទៀតឮដូច្នេះ Peter សម្លឹងមើលទៅបរោះដែលសន្លប់ហើយសារភាពថា Queen ធ្វើឲ្យគាត់ភ័យខ្លាចដោយការបបួលបរោះនោះវាយគ្នាយ៉ាងទាន់ហន់ជាពិសេសដោយសារបរោះនោះជា Level 2
ប៉ុន្តែ Queen មិនតបតហើយគ្រាន់តែផ្ដោតលើជំនាញថ្មីរបស់គាត់ដោយឆ្ងល់ថាតើ survey អាចបង្ហាញចំណុចខ្សោយរបស់មនុស្សបានដែរឬទេគាត់សាក់លបងវាភ្លាមលើ Peter ដែលប្រាប់ថាដៃរបស់គាត់កំពុងហូរឈាមហើយស្នើឲ្យពួកគេទៅបន្ទប់កីឡានដ្ឋាន Queen ដឹងថាជំនាញនេះបង្ហាញពីពូជសាសន៍សុខភាពប្រភេទឈាមនិងសមត្ថភាពរបស់មនុស្សបន្ទាប់មកគាត់ប្រើវាលើបុរសម្នាក់ទៀតហើយដឹងថាគាត់ឈ្មោះ Kyle មានសុខភាពទាបប្រភេទឈាម B negative ហើយសមត្ថភាពរបស់គាត់គឺការប្រែរូប transformation ទោះជាយ៉ាងណាក៏ដោយ Queen សម្គាល់ឃើញថាព័ត៌មានមួយចំនួនត្រូវបានចាក់សោហើយទាយថាប្រហែលជាកម្រិតជំនាញខ្ពស់ជាងនេះនឹងដោះសោផ្នែកទាំងនោះនៅពេលក្រោយទោះបីជាយ៉ាងនេះក្តីគាត់សប្បាយចិត្តនឹងទិន្នន័យនេះជាពិសេសដោយសារការដឹងពីប្រភេទឈាមរបស់នរណាម្នាក់គឺមានប្រយោជន៍ណាស់ឥឡូវនេះដែលគាត់ជាបិសាចជនចាក់ឈាមឈរនៅទីនោះគាត់ថែមទាំងឆ្ងល់ថាតើប្រភេទឈាមស៊ីងគ្នាមានរសជាតិខុសគ្នាដែរឬទេប៉ុន្តែគាត់ឆាប់ភ្ញាក់ខ្លួនវិញដោយដឹងថាគាត់កំពុងគិតដូចជាបិសាចជនចាក់ឈាមពេញលេញហើយភ្លាមនោះគាត់សង្កេតឃើញធ្លុកឈាមនៅពីមុខគាត់នៅពេលដែល